នេះគឺជាភាគ2ដែលតពីភាគមុនបងប្អូនហើយភាគនេះគឺយើងចេញពីពើគំនូយើងបុកទៅម្លងជើងមាសហើយម្លងជើងមាសនឹងបងប្អូនដែលចូលចិត្តដំណើរកំសាន្តបោះតង់ផ្សងព្រេងប្រកបស្គាល់ហើយដែលនៅឆ្ងាយគូសំពីស្វាយលើឬក៏ពីខាងបន្ទាយស្រីហើយការធ្វើដំណើររបស់យើងគឺយើងយកឡានទៅមិនឲ្យទៅដល់គោលដៅដែលយើងគ្រោងទុកតែម្ដងថ្ងៃនេះជំរាបសួរក៏សួស្ដីទៅកាន់បងប្អូនហើយថ្ងៃនេះបាទបើកភ្នែកមកនៅពើគំនូផ្ទាល់តែម្ដងហើយនិយាយទៅថ្ងៃមុនបានថតគំនូបងប្អូនមើលទេយើងចប់ពេលយប់ហើយនេះពុកខ្ញុំគ្រូនច័ន្ទជួយលេងឆ្នាំណាយូរហើយខ្ញុំភ្លេចឆ្នាំអស់ហើយជួយយូរហើយមកកូនចាញ់មានចំនួន2000ជាងចាំមានតែ2នាក់ហ្នឹងឯងស្លាប់ចាហ្នឹងល្មមខ្លាចឆាញ់ខ្លាចឯងទៅលេងហើយណាឯងទៅបោះវាទៅភ្នំភ្នំទៀតណាភ្នំហើយនេះមានក្មេងៗមកនិទានរឿងឲ្យស្ដាប់រឿងតាក់ទងដែលនៅតាក់ទងនៅតំបន់នេះបាទដែលយំអញគ្មានដឹងស្អីទេតែគាត់មកនិយាយរឿងប្រវត្តិអូច្រើនណាស់នឹងស្អីគាត់នឹងគាត់កុហកនឹងគាត់ផហើយបាទហើយនេះបងប្អូនគំនូដែលគេដាប់ពីសម័យមុននឹងឯងគឺសល់ដល់ឥឡូវគឺស្អាតរចនាម៉ូដការធ្វើការដាប់ការតបការតែងនឹងគឺក្បាច់ក្បោរចនានឹងគឺស្អាតខ្លាំងមែនតើបងប្អូនឃើញស្រាប់ហើយគឺមិនមែនធម្មតាទេហើយប្រើតែពលិដាប់ជំនាន់នឹងដាប់លើថ្មបងប្អូនសាកសម័យមើល1000ជាងឆ្នាំមិនតិចទេហើយនិយាយថាបើថាហៅសម័យឥឡូវថាទឹកដៃវិញគឺខ្លាំងមែនតើហើយមានសាលាចារឹកហើយនេះបងប្អូនឃើញរូបតាក់ទងនឹងព្រហ្មញ្ញសាសនានៅតំបន់នេះអាចឃើញបានភាគច្រើនមានអ្នកដែលគេមកគឺវិបស្សនាកម្មដ្ឋានកាលសមាធិអញ្ចឹងទៅរកផ្លូវសុខផ្លូវស្ងប់របស់គាត់រៀងៗខ្លួនអ្នកដែលមកតំបន់នេះគឺគេមិនដើរលេងមិនមកលេងធម្មតាទេហើយចំពោះខ្ញុំគឺគិតថាមកដេកទៅនេះវាស្ងាត់បងប្អូនតែស្ងាត់មែនយប់ឡើងស្ងាត់ឈឹងហើយអាកាសធាតុល្អហើយទៅនេះមានកោតនេះឆ្អឹងខ្មោចក្នុងនេះបងប្អូនខ្ញុំអត់ដឹងថាឆ្អឹងខ្មោចនៅឡើយហ្នឹងទេតែអត់អីទេដេកដល់ព្រឹកក៏អត់មានឃើញអីគឺយើងសុខសប្បាយហើយបន្ទាប់មកចេញទៅក៏ប្រមូលសម្រាំងមកស្អាតបងប្អូនដោយសារតែយើងត្រូវទៅបន្តដំណើរទៅមុខទៀតគឺយើងទៅម្លងជើងមាសនិយាយទៅហើយការធ្វើដំណើរនេះបងប្អូនឃើញស្រាប់ហើយគឺចុះពីលើភ្នំទៅពិតយកមិញឡើងភ្នំឡើងរហូតដល់ព្រៃនេះព្រៃអាស័យបងប្អូននេះឃើញស្រាប់នេះភ្នំនេះយើងឡើងលើហ្នឹងមិញហើយយើងចុះមកវិញតាមជំរឿភ្នំព្រៃស្អីគឺស្អាតខ្លាំងមែនតើនេះឃើញស្រាប់ហើយនេះគឺខ្ញុំចូលចិត្តពីយ៉ាងដល់តែឃើញអាស័យបែបនេះគឺខ្ញុំចូលចិត្តខ្លាំងមែនតើបងប្អូនអ្នកចូលចិត្តផ្សងព្រេងបោះតង់គឺត្រូវតែម្ដងឃើញព្រៃបែបនេះប៉ុន្តែឡានទឹកថ្នាំឡានអីខ្លាញ់គោមកយើងឆ្កូតតិចគ្មានសល់ហើយបាទជិះចុះពីពើគំនូបងប្អូនកាត់ភូមិកាត់ស្រុកកាត់វាលដូចឃើញយ៉ាងទេសភាពគឺស្អាតមែនតើនៅខែនេះខែហៅខែលខើជ្រោះហ្នឹងបងប្អូនរដូវប្រាំងហើយយើងជិះមកដល់រោងចក្រអ៊ីឡែនក៏ឃើញប្រឡងតំណងពេកក៏ត្រឡប់មកវិញម្ដងទៀតសុំគេចូលបបកលើកនេះមកលើកមុនឲ្យបានបបកស្ដាយបងប្អូនហើយទេសភាពនៅរោងចក្រអ៊ីឡែននេះអូថាបោះតង់ក៏បានបងប្អូននិយាយមែនចង់សុំគេបោះតង់ទៀតកុំប្រញាប់ទេអត់ប្រញាប់ដេកហ្នឹងទៀតហើយកន្លែងនេះគប់ចូលត្រីធំបងប្អូនហើយនៅស្រះអ៊ីឡែននេះគឺគេចំត្រីធំមែនតើគេមិនចំគេលែងគេចំហ្នឹងឯងគេដាក់ត្រីចូលហ្នឹងអត់មានបណ្ណាគេធ្វើអីវាទេសុខសប្បាយត្រីអស់ហ្នឹងនៅហ្នឹងហើយខ្ញុំគ្រាន់តែបបកលេងកំសាន្តទេមិនទៅយកអីទៅហូបទេយកដូចជាមួយដែរមិនអត់ទេហើយក្រៅពីហ្នឹងយើងខ្ញុំលេងទៅវិញជាមួយភេងហ្នឹងគឺដាក់ទៅតឹងដៃល្អមែនតើហើយចង់បានកន្លែងចង់ច្រើនតិចមកដាក់តឹងដៃយ៉ាងមកគឺថាធំខ្លាំងមែនតើហើយត្រីនេះខ្ញុំសង្ស័យជាត្រីកូនហើយខ្ញុំគិតថាបើវាជាត្រីកូនយើងលែងវិញទៅដោយសារតែឃើញស្ថានភាពវាស្គមបងប្អូនឃើញស្រាប់ហើយនេះស្គមអញ្ចឹងបានន័យថាបញ្ជាក់ថាត្រីហ្នឹងអាចនឹងមានកូនមិនទាន់ធំទេហើយថ្ងៃមុនគឺអត់ទាន់អស់ទេបងប្អូនថ្ងៃមុនខ្ញុំនឹងបំពេញបាននាំបងប្អូនទៅទស្សនាទីតាំងនិងផលិតកម្មរបស់រោងចក្រទឹករ៉ែអ៊ីឡែនម្ដងរួចមកហើយបងប្អូនថ្ងៃនេះថ្មីប្លែកខ្ញុំនឹងនាំបងប្អូនទៅទស្សនាមន្ទីរពិសោធន៍របស់រោងចក្រទឹករ៉ែអ៊ីឡែនវិញម្ដងបងប្អូនហើយយើងអឹងសាថាជាទូទៅលទ្ធផលអាហារនិងទឹកពិសាគឺជាចាំបាច់ណាស់ក្នុងការធ្វើតែមីក្រូជីវសាស្ត្រដើម្បីធានាថាផលិតផលរបស់យើងគឺពិតជាមានសុវត្ថិភាពដូចនេះហើយយើងពិតជាបានយកចិត្តទុកដាក់និងហ្មត់ចត់មែនទែនទៅលើការដាក់មីក្រូជីវសាស្ត្រពីព្រោះថាពួកបាក់តេរីដូចជា E. coli, coliform, yeast mold ទាំងអស់នោះគឺសុទ្ធសឹងតែបង្កគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្សដូច្នេះហើយទៅការធ្វើតេស្តមីក្រូជីវសាស្ត្រគឺពិតជាចាំបាច់ដើម្បីធានាថាផលិតផលរបស់យើងគឺសមស្របទៅតាមស្តង់ដារដែលបានកំណត់និងមិនមានផលប៉ះពាល់ទៅដល់សុខភាពរបស់អ្នកប្រើប្រាស់ហើយបងប្អូនដឹងគេធ្វើអីអត់នេះគេវាស់ pH កម្រិតទឹកបងប្អូនហើយកម្រិតទឹករ៉ែអ៊ីឡែននេះគឺ pH ខ្ពស់ខ្លាំងមែនតើបងប្អូនឃើញស្រាប់ហើយដល់ 8.3 បងប្អូនអូអស្ចារ្យខ្លាំងមែនតើហើយនេះជាការតេស្តស្វែងរកទឹកដែលមានជាតិអាស៊ីតបងប្អូនសម្រាប់ទឹករ៉ែអ៊ីឡែនគឺមិនមានជាតិអាស៊ីតនោះទេហើយបងប្អូនអាចឃើញផ្ទាល់ក្នុងភ្នែកបានគឺគេនាំយើងទៅមើលផ្ទាល់និងពិសោធន៍ផ្ទាល់ក្នុងភ្នែកតែម្ដងហើយទឹករ៉ែអ៊ីឡែនគឺបងប្អូនឃើញស្រាប់ហើយនេះគឺមិនមានជាតិអាស៊ីតនោះទេឡើងពណ៌សម្រាប់ទឹករ៉ែអ៊ីឡែនបងប្អូនឃើញស្រាប់ហើយគឺមានពណ៌ខៀវចាស់បង្ហាញថាមិនមានជ
ជាតិអាស៊ីតនោះទេសម្រាប់ទឹកដែលមានជាតិអាស៊ីតគឺមានពណ៌បែបនេះបងប្អូនតែបើតែការវេចខ្ចប់ស្រដៀងឬក៏ដូចគ្នាប៉ុន្តែកម្រិតគុណភាពទឹកគឺមិនដូចគ្នានោះទេទឹកដូចគ្នាការវេចខ្ចប់ស្រដៀងគ្នាប៉ុន្តែជាតិអាស៊ីតនោះគឺមិនដូចគ្នាទេបងប្អូនទឹកដែលយើងពិសារាល់ថ្ងៃអាចជាទឹកដែលមានជាតិអាស៊ីតខ្ពស់កាន់តែពិសាកាន់តែបង្កើនជាតិអាស៊ីតក្នុងក្រពះចំណែកទឹកពិសាអ៊ីឡែនគឺមានពណ៌ខៀវចាស់បើសិនជាបងប្អូនកំពុងតែមានជាតិអាស៊ីតហើយថែមទាំងញ៉ាំទឹកពិសាដែលមានជាតិអាស៊ីតនេះនោះក៏រត់តែបន្ថែមជាតិអាស៊ីតនៅក្នុងខ្លួនបន្ថែមទៀតតែផ្ទុយទៅវិញបើបងប្អូនរើសយកទឹកក្រៃអ៊ីឡែនពិសានោះជួយទៅបំបត្តិជាតិអាស៊ីតក្នុងក្រពះបងប្អូននិងក្នុងរាងកាយរបស់បងប្អូនបានឃើញហើយគ្រាន់តែចាក់ទឹកអ៊ីឡែនចូលទៅក្នុងនឹងភ្លាមគឺទឹកឡើងពណ៌ខៀវចាស់ភ្លាមតែម្ដងដែលមានន័យថាទឹកហ្នឹងលែងមានជាតិអាស៊ីតហើយបងប្អូនអាចគិតពិចារណាបានថាគួររើសយកទឹកដែលមានជាតិអាស៊ីតឬក៏រើសយកទឹកក្រៃអ៊ីឡែនដែលគ្មានជាតិអាស៊ីតបងប្អូនអ្វីដែលពិសេសថ្ងៃនេះបងប្អូនគឺខ្ញុំបានជួបនឹងនាយកក្រុមហ៊ុនផ្ទាល់តែម្ដងបើនិយាយទៅអង់គ្លេសខ្ញុំសូន្យហ្មងហើយពេញគាត់ចេះអង់គ្លេសគាត់អាចស្ដាប់បានហើយបានបងប្រុសគាត់ជាអ្នកបកប្រែនិងសម្របសម្រួលបងប្អូននឹងអាយុគាត់ប្រហែលគឺអាយុគាត់ច្រើនខ្លាំងមែនតើហើយបទពិសោធន៍ដែលគាត់មានសម្រាប់ការផលិតទឹកនិងភេសជ្ជៈនោះគឺ50ឆ្នាំហើយបងប្អូនហើយប្រទេសដែលគាត់បានធ្វើការនោះគឺច្រើនខ្លាំងមែនទែនបងប្អូនហើយអ្វីដែលពិសេសដែលគាត់ប្រាប់មកខ្ញុំនោះគឺថាទឹកដែលនៅភ្នំកាលែនមានកម្រិតជាតិរ៉ែនិងpHខ្ពស់ខ្លាំងបំផុតគាត់ដើរអស់ហើយជុំវិញប្រទេសគេឬក៏តំបន់ផ្សេងហើយកម្រិតទឹកនៅភ្នំកាលែននេះគឺខ្ពស់ខ្លាំងមែនទែនដែលជាកម្រិតទឹកដែលមានស្តង់ដារខ្លាំងហើយគាត់ប្រាប់ថាយើងត្រូវតែមានមោទនភាពដែលយើងមានភ្នំកាលែននេះដែលមានកន្លែងផលិតទឹកដែលមានជាតិរ៉ែខ្ពស់ខ្លាំងមែនទែនបែបនេះ And they show me the report of the water in Golden Spring. And I look at it, I said, are you sure? This is my first word. ហើយបន្ទាប់មកក៏បាយជុំគ្នានៅរោងចក្របន្ទាប់ពីបាយហើយក៏ធ្វើដំណើរបន្តឡើងមកលងជើងមាសបងប្អូនហើយការផ្លូវមកនេះបងប្អូនឃើញស្រាប់ហើយព្រោះបច្ចុប្បន្ននេះផ្លូវមកកលែនឬក៏ផ្លូវឡើងពីស្វាយលើឬក៏ផ្លូវឡើងពីខាងប្រទេសស្រីស្រួលបងប្អូនស្រួលហើយមានការរមីនឃើញគេដាក់សញ្ញាមានឥឡូវហើយពូប្រុងប្រយ័ត្នហើយទឹកជាវិថ្លាខ្លាំងមែនតើហើយភ្នំកលែនខ្ញុំអត់នឹកស្មានមានតែហ៎អស់សំណើចទេតែប៉ុន្តែខ្ញុំថ្ងៃទី2ខ្ញុំបកបានទៅធំចង់2គីឡូទៅរស់ប៉ុន្តែលើកជិះដល់លើគោកហើយវាដាច់ទៅវិញពេលហ្នឹងអូខ្ញុំខូចចិត្តខ្លាំងមែនតើមិនដឹងធ្វើម៉េចហើយបងឃើញប្រឡងនេះខ្ញុំដើររុករហូតនេះឯងយកដើរមកឃើញអាប្រឡងអស់ណាឃើញនៅលើខ្នងភ្នំនេះបងប្អូនលើខ្នងភ្នំប៉ុន្តែប្រឡងវិញដូចនៅតាមភូមិអញ្ចឹងមានលងមានស្មៅដូចថៃរស់ហ្មងហើយសបោថៃហើយអាថៃមិញថៃអ្នកភូមិដើរឃើញផ្ទះគាត់សុំគាត់ថតហើយហ្នឹងនៅលើភ្នំអញ្ចឹងមានទឹកអញ្ចឹងតែមានត្រីរស់ហើយវាគិតទៅលយដែរប៉ុន្តែអត់មានតែភ្នំទេអត់មានតែភ្នំដូចនៅខាងយើងកពតនោះទេហើយធ្វើដំណើរបន្តមកទៀតយរួមមួយថ្ងៃហ្នឹងរកផ្លូវមកលងជើងមាសហ្នឹងលងវល់ហើយចែកជីមកតាមផ្លូវដែលទួហ្នឹងមកបង្ថាគាត់ស្គាល់ផ្លូវមកខាងនេះខ្ញុំធ្លាប់ទៅខាងនោះខាងលើបងប្អូនតែបង្ថាគាត់ស្គាល់អាផ្លូវយើងសម្រាប់ជិះឡានមកតែផ្លូវទូចផ្លូវជាអៀតកន្លែងខ្លះក៏ចុះកាប់កន្លែងខ្លះក៏ចុះមើលពេលយើងបើកអញ្ចឹងទៅហើយកន្លែងនេះចុះកាប់ហ្នឹងបងប្អូនបាក់ឈើតែមកបានថនសែតមែនតើហើយឡានពេញក៏អ្នកបើកមុខខ្ញុំបើកក្រោយហើយឡានពេញប្រយុទ្ធចំហើយមើលទៅឡានខ្ញុំអត់ទេឡានខ្ញុំធម្មតាកង់មើលទៅវាបើក overland ទេអត់មែនអស់ road អីណាទេតែអស់ road ទេក៏ទៅរួចប៉ុន្តែវាអត់ស្វិតស្វាញដូចឡានតែគេអស់ road ហ្មងបងប្អូនហើយជិះម្ដងនេះចការចន្ទទីគេឃើញស្រាប់នឹងថែលចុះកាប់ចន្ទទីគេបាបជាមើលថែលបាបហើយភេងក៏ដើរមើលទីតាំងនឹងភូមិសាស្ត្រថាដេកយប់នឹងដេកទៅណាហើយមួយទឹកតាណាអីតាណៃភេងក៏ឃើញកន្លែងដេកឃើញទឹកនឹងអដូចត្រូវឆ្នោតហ្នឹងថាគាត់អូបានមួយទឹកហើយប៉ុណ្ណេះហើយនេះជាការចន្ទទីបងប្អូនហើយចន្ទទីនេះចន្ទទីខ្មែរមើលទៅដូចគ្មានផ្លែទេសល់តែដើមដោយសារគេអត់ថែមើលទៅបងប្អូនមកដល់ក៏រៀបចំបោះជំរំនៅទីនេះដាក់ឆ្នាំងដាំទឹកផឹកកាហ្វេរឿងដែលយើងអត់ភ្លេចនេះគឺកាហ្វេហ្មងបងប្អូនសំឡេងខ្ញុំរៀងពិបាកស្ដាប់តិចដោយសារផ្ដាសាយបងប្អូនមកពីភ្នំជីទៅលេងអ្នកម្ដាយខ្ញុំមកវិញឈឺម្ដងអាកាសធាតុនៅត្រជាក់ហើយខ្យល់ខ្លាំងពេលត្រឡប់មកសន្តានទៅវិញអត់ត្រជាក់ក្តៅប្រែប្រួលទៅជាឈឺហើយខ្ញុំដល់ពេលនេះអស់កម្លាំងក៏ដាក់ដេកកំពេងហើយយប់នេះបោះតង់លើឡានដេកហើយបងប្អូនអត់ដេញរឹងដូចរាល់យប់ទេយប់ថ្ងៃពើងកំនូលដេកអត់បានខឹងដែរបាទមួម៉ៅដែរមកយប់ទល់ភ្លឺប្រាប់ភេងហ្នឹងភេងអត់ជឿតើបលឹមឡើងមានអ្នកមកប្រាប់ភេងនិយាយពីប្រវត្តិឡើងហ្នឹងមកគាត់អូក្តីនិយាយយំមិនមែនមែនតើ
ខ្ញុំដែរបានមែនតើបងប្អូនអត់បានដោយសារតែអារម្មណ៍ខ្ញុំខុសគេតែមានអីខ្ញុំដឹងហើយយប់នេះសំដីលើឡានហើយនឹងធ្វើអីហូបមន់មួយពុះជាពីរទុកស្លព្រឹកខ្លះអាំងហូបពេលយប់ចេះខ្លះដើម្បីហៅថាហូបឲ្យចែកសិនបងប្អូនដោយសារយើងហេវខ្លាំងហើយយើងអស់កម្លាំងបើកឡានមួយថ្ងៃហើយដូចមិនមែនមន់មួយទេមន់ពីរទិញមកច្រឡំមន់មួយហើយជាពីរទុកព្រឹកមួយហូបអាំងពេលយប់មួយហើយเพลงគាត់ឈឺដេកបាត់ហើយបានហូបបាយទៅនឹងเพลงដែរគាត់ឈឺនឹងឈឺស្អីគាត់ទេបងប្អូនគាត់ដូចអត់ស្រួលខ្លួនហើយខ្ញុំក៏មន់មួយហ្នឹងបានអ្នកហ្នឹងក៏ហូបអស់ទៅភ្លេចទុកឲ្យគាត់តែគាត់ថាហូបទេខ្ញុំក៏ហូបគ្នាខ្ញុំអស់ទៅថាមិនបាច់ទុកទេហូបអស់ហ្មងទៅเพลงគាត់ងាយហូបបាយងាយទេគាត់ត្រឡប់បាត់ហើយគាត់ហូបបាយតែព្រឹកតែម្ដងទេមួយថ្ងៃយើងទៅសារគាត់ដែរបាទចេះតែរស់ដែរមួយថ្ងៃម្ដងបាយបន្ទាប់ពីបាយហើយក៏ឡើងមកដេកថែអង្គុយចាំកន្លែងអត់ដេកទេគាត់អង្គុយយាមដល់ព្រឹកបងប្អូនដោយសារគាត់ខ្លាចមានសត្វមានធាតុឬក៏មានអីមកយីកន្លែងយើងថែគាត់ស្ម័គ្រចិត្តយាមយប់ហ្នឹងហើយខ្ញុំស្ម័គ្រចិត្តដេកបន្ទាប់ពីព្រលឹមឡើងមកក៏គ្មានអីទេឃើញតែថែហ្នឹងសកម្មជាងគេគាត់ឆ្នាំងទៅដាំបាយគាត់ឃ្លានបាយបងប្អូនងើបមកយកឆ្នាំងទៅដាំបាយភ្លាមហ្មងហើយទេសភាពនៅអាកាសធាតុពេលព្រឹកអូស្អាតខ្លាំងឃើញស្រាប់ហ្នឹងទឹកនេះខ្ញុំធ្លាប់មកបោះតង់ប្រហែលឆ្នាំមុនម្នាក់ឯងបងប្អូនហ្នឹងខ្ញុំដេកឡើយណានេះហើយបំដាក់ស្ងាត់កាលហ្នឹងជាងុំគ្មានចេះទេមកឈឹងហើយសួរខ្លាចអត់ទេធម្មតាចូលចិត្តហើយភ័យក៏មុជទឹកទៅពេលព្រឹកខ្ញុំងាយទេពេលព្រឹកតោះក្តៅតិចបានខ្ញុំមុជមិនចាញ់ទឹកទេបាទតែល្ងាហើយខ្ញុំប្រាប់កន្លែងខ្ញុំដេកនេះខ្ញុំដេកកន្លែងហ្នឹងកាលហ្នឹងមកតែឯងជិះម៉ូតូអមសិចខ្ញុំមកដល់ហ្នឹងដែរចុះតាមភូមិមកក៏ភូមិកាលហ្នឹងអត់ជិះតាមផ្លូវឡាននេះទេផ្លូវឡាននេះថ្មីទេអត់ធ្លាប់ជិះចឹងការជិះមកតាមផ្លូវភូមិនេះចេញមកកន្លែងហ្នឹងណាកន្លែងបោះតង់ដេកលើថ្មហ្នឹងម្នាក់ឯងដល់ខ្មោចចូលទេលោតទៅលើថ្មហ្នឹងហ្មងហ្នឹងនិយាយលេងនេះមកគ្មានខ្មោចដល់មកចូលយើងទេហើយក៏ធ្វើម្ហូបចែកគ្នាធ្វើភេងទាធ្វើដែរធ្វើដើម្បីថតថាអូយពលទុកមែននេះខ្ញុំធ្វើតែខ្ញុំវាមិនស្រួលណាតែអត់ទេគាត់ចង់ធ្វើដែរដើម្បីឲ្យគេមើលមកថាគាត់នឹងធ្វើម្ហូបធ្វើដែរកុំឲ្យតែចាំតែហូបសោះតែអូអញ្ចឹងទេហើយស្លោបងប្អូននេះស្លោស្ងោជ្រក់ស្ងោទៀតហើយតុងយ៉ាំអស់លេងគ្រឿងកម្រងថាតុងយ៉ាំមាត់ហ្នឹងប៉ុន្តែគ្រឿងតុងយ៉ាំបានត្រូវភេងយកស្ងោជ្រក់ស្ងោត្រីអស់ហើយខ្ញុំថែមមកពេលទៀតអស់បដ ாய் ហើយក៏យើងក៏ស្ងោជ្រក់ត្រីមកទៅដើម្បីបានហូបឆាប់បានបន្តដំណើរទៅមុខទៀតដោយសារយើងនៅវែងឆ្ងាយទេបងប្អូនយើងទៅឆ្ងាយទៀតហើយមកកន្លែងលើកនេះគឺសប្បាយខ្លាំងមែនតើដែលបានយើងយកឡានមកដល់លងជើងមាសបងប្អូនដោយសារតែតាមដឹងតាមគិតទៅដូចមិនធ្លាប់សូវមានគេយកឡានមកនេះទេដូចមិនទេអញ្ចឹងឡយដែរយកឡានមកដល់ហ្នឹងហើយបានបោះតង់សម្រាប់ឈៀលធ្វើម្ហូបផឹកកាហ្វេគេងមុជទឹកនៅហ្នឹងហ្មងអញ្ចឹងស្រួលហើយភេងថាអូឆ្ងាញ់និយាយរួមនឹងភេងហ្នឹងសរសើរគាត់រឿងមួយគាត់ទៅរឿងម្ហូបទេម្ហូបដែលយើងធ្វើគាត់ហូបបានទាំងអស់កុំឲ្យតែធ្វើហូបអត់កើតតែធ្វើហូបកើតគាត់ហូបបានទាំងអស់សរសើរគាត់អញ្ចឹងបានគាត់សាច់រៀងតលុកតលុនបងប្អូនហើយភេងគួយនិយាយថាអូបងអាយុបាញ់គាត់ដេកស្រួលណាស់ដោយសារគាត់ឈឺតែគាត់សង្ងំដេកទៅដេកលក់ស្រួលហើយយើងក្បាយហើយក៏យើងបន្តដំណើរវិចអ្វីបានយើងទៅហើយសម្រាប់ពិសេសបងប្អូនកុំចោលតំបន់ចេះយើងត្រូវទៅប្រមូលមុននឹងយើងចេញទៅនឹងជាសារមួយ5ផ្ញើទៅកាន់បងប្អូនហើយឃើញហើយចេញដំណើរត្រឡប់ទៅមុខទៀតត្រឡប់ក្រោយបន្តទៅមុខវិញត្រឡប់ទៅមុខហើយនិយាយរួមឡានប៉ុនខ្ញុំបានមកយិចហើយបានតែបើអស់រ៉ូតខ្លាំងហ្មងធៀងពិបាកទៅរួចតែពិបាកដូចទៅស្ទឹងសរសៃមុនអញ្ចឹងខ្ញុំអត់ដឹងដល់ថ្នាក់ហ្នឹងបងប្អូនហើយកន្លែងនេះជីទៅវិញមួយគ្នាពេញភ្នំហ្នឹងវិញនេះឥឡូវជីមកជួបគ្នាវិញកំពុងឆ្ងល់ភេងមកពីណាភេងសួរខ្ញុំមកពីណាហៅផ្លូវចេញបន្ទាប់ពីផ្លូវចេញបានណាយើងក៏បន្តដំណើរចុះទៅខេត្តសៀមរាបបន្តទៀតហើយផ្លូវភ្នំកាលែនអញ្ចឹងបងប្អូននោះអ្នកបោះតង់ដំណើរកំសាន្តផ្សងព្រេងហ្នឹងគឺត្រូវសៀមរាបស្ទើរដែរសក្តានុពលច្រើនខ្លាំងមានប្រាសាទមានទឹកជ្រោះយល់មានសពកន្លែងដើរលេងអត់ខ្វះទេសម្រាប់អ្នកនៅតំបន់នេះចង់ដើរលេងហើយយើងនេះជួបនេះវីដេអូក្រោយសម្រាប់ការអរគុណចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូនេះហើយជូនពរបងប្អូនសុខភាពល្អសំណាងល្អយើងជួបនេះវីដេអូក្រោយបាយបាយ